old? 90 kilos. She's happy ចាសស្វាគមន៍មកកាន់ដំណើររុករករបស់នាងខ្ញុំទៅរកសត្វកាពីបារ៉ានៅឯប្រទេសវៀតណាមនិយាយរួមទៅគឺ check តម្រាំទៅឃើញពីព្រោះថាកន្លែងខាងក្នុងគេហ្នឹងគឺ private villa គេហ្មងសូម្បីតែយើងចូលទៅក៏អត់អាចថតចូលញ៉ៃញ៉ៃបានដែរនេះទីតាំងគេណាហើយនៅជ្រកមុខខាងក្រៅគឺមានឡានគេតូចហ្នឹងចាំទទួលយើងហ្មងហើយមកដល់គេឲ្យថតនៅខាងក្នុងបរិវេណបុរីគេហ្នឹងទេហើយទៅដល់ទីតាំងហ្នឹងគឺក្បែរទន្លេហ្មងគេហៅថា Kapi Cafe by the river អញ្ចឹងតម្លៃ pass ដែលខ្ញុំចូលនេះមានតម្លៃ200វៀតណាមដុង200,000 20,000ហើយបន្ទាប់មកយើងបានចូលទៅខាងក្នុង Not an angry one Really? Going through the toilet. Yeah That's so clever Did it take a long time to teach them how to go to the toilet? No, we just ready nhưng mà trongពេលភ្លៀងអញ្ចឹងតម្លៃវាចូលមកហ្នឹងគឺតម្លៃ20,000 វៀតណាមដុងដល់ពេល20,000ហ្នឹងគឺតម្លៃយើងបានចូលមើលផងយើងបានដរិងមួយកែវហើយនឹងបានFrench fry យក French fry ក៏បានយើងយក chocolate ក៏បានដែរ When they feel happy, they will choose make a noise or they will choose come summer. You know the wombat, the capybaras and the wombats look very similar. It's like dog Lily's coming back to her spot. Lily meeting Lily Yeah Like capybara. អញ្ចឹងគេប្រាប់ខ្ញុំមុនហ្នឹងគឺនៅខាងក្រៅ3នេះ Did you hear about another អូយបាំងអស់ហើយនៅខាងក្រៅ3ហ្នឹងគឺញីទាំង3ហើយនៅខាងក្នុងមួយនោះ Do they like it? Oh, they like គឺញីដែរប៉ុន្តែគាត់ញីចាស់ជាងគេអញ្ចឹងណាប៉ុន្តែនៅក្នុងនេះពីរហ្នឹងគឺប្រុសឈ្មោះអញ្ចឹងបើដាក់ចិត្តគ្នាគឺវាវាយគ្នាទៅតាមស្អីហ្មងតាណាបាត់ហើយ How old? How long do they live for? 10 years. 10 years. Yeah. Like a dog And Yeah, like a 90 dog. kilos. No wonder they could eat all the time. No wonder they eat all the time to get to 90 kilograms by 10. Oh, really? That's right. Whoa. 10 to 15 kilograms of food a day. Hey, look up That's a lot of food. នេះគាត់រៀងចាស់ជាងគេអញ្ចឹងរៀងវាទីគេឲ្យនៅក្រៅនេះមិនត្រង់ Again. Oh my god she's happy But look Oh wow Under that Under But here for it Okay, oh, that lady there, I think she's taking a photo. that's okay អូខេអញ្ចឹងបាញ់មិញហ្នឹងគឺតម្លៃដែលខ្ញុំចូលទៅហ្នឹងគឺតម្លៃ20,000 ដុំ20,000ហ្នឹងគឺមាន pass សម្រាប់ពាក់ចូលនេះ pass សម្រាប់ពាក់ចូលហ្នឹងហើយគេមាន free drink មួយក្រុម60,000អញ្ចឹងខ្ញុំយកដូងហើយនឹងមានម្ហូបមួយមុខម្ហូបនេះយើងយកជាcupcake ក៏បានយើងយកជាដលងក៏បានយកដលងហើយបើសិនជាយើងយកតម្លៃ25ហ្នឹងគេបាន hot dog ហើយក៏មានតម្លៃអីលើសហ្នឹងទៀតហើយក៏មានឲ្យចំណីវាទៀតប៉ុន្តែខ្ញុំអត់យកព្រោះខ្ញុំអត់តន់ស៊ាំមួយវិញខ្ញុំនៅរៀងខ្លាចចឹងអត់តន់ហ៊ានឲ្យចំណីវាបងហើយម្ដងទៀតគឺមុនហ្នឹងគឺមានទាំងអស់6 cup បារ៉ា4ញីអា3នៅខាងក្រៅហ្នឹងញីអានៅក្នុងធុងចាស់ជាងគេអញ្ចឹងគេឲ្យដាក់វានៅក្នុងធុងហើយអា2ទៀតនៅខាងនោះហ្នឹងគឺប្រុសឈ្មោះដោយសារតែបើសិនជាវាដាក់វាចេញក្រៅទៅគឺវាឆ្លុះគ្នាទៅដើមស្អីសាហាវហ្មងដូចមិនហ៊ឺអញ្ចឹងអូលើកទី1ឃើញក្រៅផ្ទាល់
និយាយរួមទៅក្នុងតំបន់នេះគឺវា private មែនតើស្តែ villa Apichon នេះអញ្ចឹងណាហើយគេអត់សូវឲ្យគេចេញចូលញ៉ៃញ៉ៃម៉ានេះសូម្បីតែខ្ញុំចូលមកហ្នឹងក៏មានឡានគេចូលមកហើយគេមានបំរាមអត់ឲ្យថតតាមផ្លូវទេហើយនៅពេលដែលខ្ញុំរួចរាល់ហ្នឹងគឺប្រាប់ទៅខាងគេគឺគេមានអាឡានទូចមួយមកយកវិញមិនមែនឡានហ្នឹងឯណាអាឡានខ្ញុំជិះមកដំបូងហ៎ទៅវិញហើយដល់ម៉ោងចេញដំណើរទៅវិញគឺចំម៉ោងពេល sunset តែម្ដងអូខេវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានយើងជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀតណាបាយបាយ